អីចេញមកការឿងអីខ្ញុំមិនហ៊ាននិយាយនោះអ្នកអត់លុយខ្លះក៏គ្រាន់បើដែរមិនដូចអ្នកមានខ្លះទេគឺស្មុកក្រោកមើលមិនបានយើងឲ្យលុយឯងមិនមែនឲ្យឯងយកទៅចិញ្ចឹមប្រុសទេឆាប់បញ្ឈប់ទំនាក់ទំនងទៅខ្ញុំថាអត់ទេលឹមចិនកោពីមុនតែងតាំងខ្ញុំគ្រប់គ្រងខ្ញុំពេលនេះអាំងអីគ្រប់គ្រងខ្ញុំកុំគិតថាពេលនេះគេគ្រួសារគេសៃធនគឺឆក់យកឱកាសនោះដើម្បីឲ្យខ្ញុំរៀបការនោះហេកុំប្រើពាក្យថាផលប្រយោជន៍ឲ្យសោះណារបស់ក្រុមហ៊ុនអីទោះជាយ៉ាងណាខ្ញុំជាកូនស្រីនៅក្នុងកែភ្នែករបស់ប៉ាដែរទេបើឲ្យខ្ញុំទៅភ្ជាប់និស្ស័យជាមួយអ្នកណាមិនដូចជាលឹមជាយាទេគេជាកូនស្រីច្បងរបស់គ្រួសារលឹមគេគឺល្មមអាចចាត់ការបានហើយឯងកុំចាំមកប្រានល្បិចមនុស្សដែលយើងស្រឡាញ់គឺគូអ៊ីប៉ុន្តែគ្រួសារគូគឺខ្សែធនហើយបើខ្សែធនតែប្រយ៉ាងម៉េចទេវាក្រាន់បើជាងប្តីដែលក្រគ្មាននេះគ្មាននោះដូចជាឯងដែរម្យ៉ាងទៀតពេលនេះប៉ាក៏បានយកព្រមហែកដែរមែនអត់អញ្ចឹងជូនប៉ូនាងស៊ីមនុស្សស្រីគឺរកគូអស់មួយជីវិតណាយើងនឹងប៉ះឯងសង្ឃឹមថាឯងរកបានគូដែលឯងការពារក្រុមគ្រួសារនេះគឺចង់ឲ្យឯងល្អទីលោកយាយបើចង់ឲ្យខ្ញុំល្អកុំរវល់ជាមួយខ្ញុំអីឯងចេះចុះឯងទៅហៅគេឲ្យយើងឃើញមុខតិចមកបើគេជាមនុស្សល្អពិតមែនយើងមិនចំទាស់នោះទេអ្នកទាំងអស់គ្នាប្រកាសចង់ជួបគេមែនទេហើយចាប្រហែលជាគូស្នេហ៍ដែលអញយកមកចង់បើកនិយាយឲ្យជឿតែប៉ុណ្ណឹងទេឬមួយក៏ឯងថាគេពិបាកនឹងចេញមុខខ្លាចនាំបាក់មុខគេឯងខ្ញុំខ្លាចតែអ្នកបាក់មុខនោះគឺមិនមែនខ្ញុំទេគេជាសង្សាររបស់ឯងឬមួយគេបាក់មុខឯងមិនបាក់មុខទេឯងបែរជាលឹបលើមិនព្រមបង្ហាញមនុស្សអូហូឯងប្រហែលជាត្រូវមនុស្សដែលមិនអាចរៀបការបានហើយអញ្ចឹងហើយបានជានៅក្នុង profile មិនហ៊ានបង្ហាញមុខការពិតរៀនតាមម្ដាយឯងបានមួយហើយមួយទៀតឯងហ៊ានវាយយើងផងហ៎ម៉ាក់យើងហ៎មិនតដល់វេនឯងពិចារណារឿងរបស់គាត់ទេឯងហ៊ានដេលម៉ាក់យើងម្ដងយើងនឹងវាយឯងម្ដងបើមិនជឿទេសាក់មើលទេលឹមស៊ីទីនេះគ្រួសារលឹមមិនមែនឯងចេះតែមកជាកំហឹងបែបនេះទេលឹមចិនកោលោកចេះប្រើមុខពីរទៀតទេបានហើយមិនក៏ពួកឯងឲ្យតែនៅជុំគ្នាមិនក៏ឆ្លោះគ្នាទៅហើយហាស៊ីឯងប្រហែលជាមិនមែនទុកចិត្តចាស់លោកយាយខ្ញុំមិនអត់ដល់ថ្នាក់ហ្នឹងទេបើពួកឯងចង់ជួបយើងឲ្យឯងជួបចាស់តែបើជួបហើយកុំឲ្យខកបំណងឲ្យសោះណាលោកគូរបស់ដែលខ្ញុំឲ្យលោកខ្ញុំត្រៀមរួចរាល់ហើយរៀបចំក្រុមហ៊ុនថ្មីមកដល់ដៃហើយចាត់ចែងសពគ្រប់រួចរាល់ពាក្យចចាមរាមដើរចេញពីមុននោះមកពេលនេះមនុស្សមកទទួលហើយពេលនេះចាំយើងមើលសិនចាំយើងចាត់ការរនុក្នុងអស់ហើយចាំមើលកញ្ជ្រោងនោះបញ្ចេញស្នេហ៍ស្អីទៀតរងចាំតែកងត្រាម្ដងក្នុងដៃទេអាចមានប្រយោជន៍ធំបានទុកថាឲ្យគ្រួសារលីមូរយ៉ាត់នេះបានដឹងច្បាស់ចុះណាមិនអីទេបាទលោកគូក្រុមហ៊ុនគូត្រូវប្រកាសខ្សែធនការពិតគ្មានជាឥទ្ធិពលអីទេហេតុអីបានជាលោកឲ្យខ្ញុំយកទ្រព្យសម្បត្តិទាំងអស់ចងជាក្រុមបែបនេះអញ្ចឹងតើហេតុអីទៅខ្ញុំចេះគិតគូរហើយបើគេថ្នាក់ធំខ្ញុំមិនមកទេព្រោះអីខ្ញុំជាភ្នំអាឡូទុកពេលអីលោក3នាទីឆាប់មកលឹមជីងកោឲ្យនឹងលោកយាយចង់ជួបជាមួយលោកណា3នាទីឯងគិតថាទីនេះជាកន្លែងស្អីខ្លាចតែប្រុសតែចាំផ្លូវរបស់នាងសុំបីតែខ្លាំងទ្វារធំចូលមិនបានផងអ្នកណាថាគេចូលមកតាមខ្លាំងទ្វារធំហើយចាអញកំថាសង្សាររបស់អញគឺនៅចិត្តភោជនីយដ្ឋាននេះអីសោះបានតែយើងក៏ចាំមើលដែរតាជាអ្នកណាមិនក៏អញអស់ចាស់ម្លេះហេណែតាគេជាអ្នកណាត្រូវហើយគេជាអ្នកណាទៅអគ្គនាយកក្រុមហ៊ុនគូតាគ្រួសារគេខ្សែធនហើយមិនក៏មកចូលរួមកម្មវិធីរបស់លោកយាយបានអញ្ចឹងណោះហេតុអីដូចជាឆ្ងល់ខ្លាំងណាជប់សិនក្រែងពួកយើងចាំគូស្នេហ៍របស់លឹមស៊ីមែនទេឬមួយគូអ៊ីជាសង្សាររបស់លឹមស៊ីមិននឹងអាចទៅរួចទៅគូអ៊ីនិងលឹមស៊ីគឺជាស្រីស្លាប់រស់តែម្ដងហើយយើងបានលើថាពួកគេនៅឯសាលាតែតែជ្រុលប្រកែកគ្នារហូតដល់ពេលនេះឲ្យពួកគេជួបគ្នាដូចជាគ្រាប់បាយផ្ទុះយ៉ាងអញ្ចឹងណាមិនសមទេគូអីបងមកឲ្យមែនទេអបអរថ្ងៃកំណើតលោកស្រី
អូពេលនេះត្រូវសម្បត្តិគ្រួសារគូខ្សែធនពេលនេះឪពុកម្ដាយឯងគ្រាន់បើហើយឬនៅអរគុណលោកពូយកចិត្តទុកដាក់ប៉ាម៉ាក់ខ្ញុំនៅស្រុកក្រៅសុខសប្បាយទេមិនប៉ះពាល់ដល់គាត់ឡើយអូអញ្ចឹងរឿងនៅក្នុងស្រុកបានដាក់គំនាបដល់ឯងហើយឯងអាចទប់ទល់ជាប់ដែរទេមិនអីទេសំណាងឲ្យបានកូនស្រីលងជួយខ្ញុំដោះតល់អំពីបញ្ហានេះក៏ពិតមានស្រីចំអកនេះដឹងរឿងអស់ហើយតំណាក់តំណងពួកឯងឈិមយាកឈិមយាកមិនជួយឯងទៅចម្លែកឯងទៅចិត្តចោអ៊ំដឹងពីសមត្ថភាពយើងមិនអោបដៃឈោមមើលទេមិនចេះនៅតែស្ងៀមទេបើសិនជាឯងព្រមចូលមកក្រុមហ៊ុនលឹមគ្រប់នោះណាយើងនៅប្រកុលតំណែងអគ្គនាយករងឲ្យទៅឯងចុះណាគ្រួសារលឹមពិតជាចិត្តទលាយមែនតំណែងអគ្គនាយករងគឺប្រាក់ខែរាប់ម៉ឺនក្នុងមួយឆ្នាំនៅឧបត្ថម្ភឡាននឹងផ្ទះនឹងគ្រួសារខ្សែធននៅតែជួយគេទៀតមើលទៅកូអ៊ីគួរតែមិនបដិសេធទេប្រកាសណាស់ហើយបើឲ្យខ្ញុំឈប់ស្ថានភាពបែបនេះបោះបង់អាជីពខ្លួនឯងខ្ញុំនឹងចាប់ឱកាសនេះឲ្យជាប់ហើយកូអ៊ីបងយកព្រមទេមិនពិបាកទេពាក់ព័ន្ធអីនឹងនេះអ្នកណាថាមិនពាក់ព័ន្ធនោះឯងនឹងលឹមជីងកក្រែងថាខ្ញុំមិនមានអាជីពត្រឹមត្រូវមែនទេលោកយាយតែងតែនិយាយថាឲ្យខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញតែខ្ញុំគិតសាប់ទៅបើខ្ញុំត្រឡប់ទៅក្រុមហ៊ុនវិញយ៉ាងហោចណាស់ក៏ខ្ញុំតំណែងអគ្គនាយករងដែរព្រោះខ្ញុំមានពាក្យហ៊ុននៅទីនោះដែរមិនថាអញ្ចឹងហ៎ពិតមែនដែរទេលោកប៉ាអញចេះសាប់ហើយពេលនេះយើងកំពុងនិយាយពីតំណែងរបស់កូអ៊ីឯងចូលមករួមអីដែរឯងចង់ចូលរួមក្រុមហ៊ុនចាំទៅនិយាយគ្នាចុះណាគ្មានបញ្ហាទេទោះជាយ៉ាងណាកូអ៊ីគេមិនចូលរួមជាមួយក្រុមហ៊ុនលីងទេគេមិនបាននិយាយស្អីផងគេអាចនឹងចូលរួមគាត់កថាបានដែរអញ្ចឹងឯងសួរគេទៅខ្ញុំក៏ចម្លែកដែរហេតុអីបានអ្នកនាងលីមស៊ីច្បាស់លាស់ម្ល៉េះខ្ញុំមិនចូលទៅក្នុងក្រុមហ៊ុនលីមស៊ីទេមិនដែលលើពាក្យគេនិយាយទេអ្នកដែលយល់ពីលោកបំផុតនោះគឺជាសត្រូវរបស់លោកហើយខ្ញុំនិយាយត្រូវទេលោកគូកុំភ្លេចកងត្រារបស់យើងអីសោះណាបើខ្ញុំមិនយល់ព្រមលោកមិនអាចធ្វើអ្វីបានទេយល់ទេនាងនិយាយមិនខុសទេតំណែងអគ្គនាយកវាមិនស័ក្តិសមនឹងខ្ញុំទេខ្ញុំមិនត្រូវការឡើយកូអ៊ីបងស្ដាប់ដូចស៊ីអ៊ីពេលនេះគ្រួសារបងខ្សែធនហើយក្រៅពីក្រុមហ៊ុននិមជើងបងមានចំណេះណាស់ល្អជាងនេះទេយ៉ាងច្រើនអំណាចជានាយកខ្ញុំបកគលឲ្យលោកអីចាគួរឲ្យស្រឡាញ់ខួរក្បាលកូនស្រីលោកប៉ាន់ណាគឺធ្វើឲ្យខ្ញុំរំភើបមិនរំភើបទេមិននឹកស្មានថាលោកជាព្រាននារីលឹមជីងកូនស្រីរបស់លោកស្រាប់តែព្រោះតែអ្នកក្រៅយកតំណែងរបស់នាយកទៅឲ្យគេតែលោកគិតថាយ៉ាងម៉េចដែរលើថាក្នុងរយៈពេលខ្លី3ឆ្នាំទេគូជាងបានចូលក្រុមហ៊ុនគូធ្វើឲ្យទីផ្សារក្រុមហ៊ុនឡើងទៅដល់3ភាគបើកុំតកែតបានការនោះគ្រួសារគូមិនធ្លាក់ដល់កម្រិតដំណាក់កាលនេះទេធ្លាក់ទៅក្នុងដៃរបស់គេអាយ៉ាក្រុមហ៊ុនលីងគ្រប់កំពុងតែខ្វះអ្នកមានទេពកោសល្យបើឈិនជាមិនប្រកាន់ទេរឿងអីដែលយើងត្រូវមិនយល់ព្រមទោះយ៉ាងណាក៏ដោយទាំងអស់គ្នាជាគ្រួសារតែមួយខ្ញុំយល់ថាដំណើរអគ្គនាយកគូអ៊ីអាចធ្វើបានណាគេប្រកាសជាអាចធ្វើបានជាមិនខានខ្ញុំមានការជឿជាក់លើគេទាំងស្រុងល្អណាស់គ្រួសារតែមួយស្ដាយណាស់តែខ្ញុំមិនយល់ដេមស៊ីនាងគិតថានាងជាអ្នកណារឿងអីនាងមិនព្រមរឿងគ្រួសារយើងមិនតាន់ដល់វេននាងធ្វើជាម្ចាស់នោះទេខ្ញុំមិនដែលធ្វើជាម្ចាស់គ្រួសារលីមខ្ញុំមិនចង់ធ្វើជាម្ចាស់ពួកឯងដែរតែខ្ញុំចង់ធ្វើជាម្ចាស់អ្នកផ្សេងទៅវិញទេនាងនិយាយបានន័យថាម៉េចគ្មានន័យថាម៉េចទេនាងគិតបើខ្លួនឯងទៅបើខ្ញុំមិនយល់ព្រមគេហ៊ានទេនាងមិនយល់ព្រមខ្ញុំក៏មិនហ៊ានចូលក្នុងគ្រួសារលីមដែរខ្ញុំធ្វើតាមកិច្ចកងត្រានោះទេទុកថាលោកស្លាប់កូអីបងត្រូវលីមស៊ីគម្រាមតាស់មែនដែរទេលីមស៊ីតាំងពីវិទ្យាល័យឯងព្រោះតែខ្ញុំសម្ដៅទៅរកគូអ៊ីហើយសភើកិច្ចការសាលាគេកាត់សម្លៀកបំពាក់គេហើយយកកតាបគេបោះចោលក្នុងធុងសម្រាប់ពេលនេះគ្រួសារគេខ្សែធនឯងនៅបង្ខំគម្រាមកំហែងគេទៀតគួរឲ្យខ្ពើមខ្លាំងណាស់កូអ៊ីបងកុំខ្លាចអីនាមសេគេគ្រាន់តែគម្រាមបងទីបងនិយាយចេញមកម៉ែគេច្រាស់ណាស់មើលបងខ្ញុំនឹងប៉ាជួយរកខុសត្រូវឯង